បន្ទាប់ពី First Master នឹងបែកដាវហើយអាអ៊ុយនោះដាក់មកជើងរបស់គាត់ក៏ធ្វើឲ្យ First Master នឹងប៉ើងឡើងឆ្ងាយតែម្ដងថែមមកដៃទៅទៀតបើកន្លែងទៅកាន់អាប៉ែផងនោះវិញតែនឹងបានមកទៀតហើយដាក់មកដៃរបស់គាត់ក៏ធ្វើឲ្យគេប៉ើងផងដែរលោកនោះក៏គេដែលមិនធ្លាប់ជឿថាអាអ៊ុយនឹងខ្លាំងហ៎ស្ទុះមកវាប្រហែលទៅកាន់អាអ៊ុយដែរប៉ុន្តែដូចជាគ្មានបញ្ហាអីនោះទេរួចមកដកថយវិញឡើងលឿនចំហាយមួយនឹងគឺចំហាយខ្លាំងរំពេចនោះដែរលោកអាអ៊ុយនឹងក៏បាត់សម្ោលឆឹងពេលដែលនិយាយជីនឹងហាមឲ្យប្រយ័ត្នផងប៉ុន្តែគេនឹងដូចជាមិនដឹងថាលោកអាអ៊ុយនៅពីណានោះទេតានឹងមកម៉ែដាក់មកដល់ម៉ង់ឡើងលឹបក្បាលនឹងគឺវាចមកខាងក្រោយទៅហើយអ្នកទាំងពីរដែលនៅសល់នឹងចាប់ផ្ដើមប្រុងប្រយ័ត្នប្រើស្នៀតរៀងៗខ្លួនដើម្បីជួយគ្នាឲ្យវាមានការស៊ីចង្វាក់អីចឹងទៅប៉ុន្តែពេលដែលវាផាទៅគ្មានទេលោកអាអ៊ុយនឹងគាត់នៅធម្មតាប៉ុន្តែឈីរបស់គាត់នឹងបែរជាស្រូបយកធម៌ពលទាំងអស់នឹងចូលទៅវិញរួចមកម៉ាត់ម្ដាយរបស់គាត់នឹងក៏ធ្វើឲ្យយាយជីនោះប៉ើងទៅហើយនៅសល់តែលោកសង្ឃនឹងទេលោកសង្ឃនឹងក៏ចាំមិនទាន់លោកអាអ៊ុយមកដាក់មាត់ដៃទៅមួយទៀតដែរហើយនៅសល់អ្នកផ្សេងហ្នឹងគឺផុយដូចកដាស់អញ្ចឹងបើមេប៉ាក់សមោមនោះវិញចូលមករំពាត់វាយឆ្កែហ្នឹងគឺគ្មានបានវាយឆ្កែទេឆ្កែវាយវិញឡើងប៉ើងទៅហើយនៅសល់តែប៉ែនោះម្នាក់គាត់គេមិននឹកស្មានថាស្ដេចកណ្ដាប់ដៃទេពអាអ៊ុយនេះខ្លាំងដល់ថ្នាក់ហ្នឹងទេនៅមូរីម៉ាឡៃរបស់គេឡើងពាក់កណ្ដាលហើយបែរជាដួលក្នុងរយៈពេលមកប្រេចភ្នែកប៉ុន្តែក៏បានបញ្ជាកូនចៅដែរគេថាពួកគេនឹងមានមនុស្សច្រើនអញ្ចឹងពេលដែលវាយយូរទៅអាអ៊ុយនឹងប្រហែលជាអស់កម្លាំងអស់អីតែពេលដែលចូលទៅមានអាណាលោកអាអ៊ុយនឹងបានស្រូបយកនៅធម្មពលឈីជុំវិញមជ្ឈដ្ឋាននឹងកណ្ដាប់ដៃរបស់គាត់ហាក់ដូចជាមានថាអពខ្លាំងមែនតើគាត់ឈានជើងមួយជំហានថយក្រោយហើយដាក់មកដៃទៅគឺឡើងចង់ប្រេះលំហទៅហើយម៉ាំងដូចជាសម្ោចដែលទៅតែងាប់ចិត្តគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអើយមូរីម៉ាឡៃយ៉ានមកនេះគឺដួលទាំងអស់គាត់នោះក៏បានស្រែកទៅកាន់អ្នកទាំងអស់គ្នាថាបើសិនជាពួកឯងមិនចង់ឈឺមិនចង់ស្លាប់ទៀតនោះទេនាំគ្នាពួកឯងដែលនៅសល់ហ្នឹងចាក់ចេញពីកន្លែងហ្នឹងទៅពួកគេហ្នឹងក៏បានទៅពិនិត្យមើលឃើញថាមែនមានខ្លះហ្នឹងពិតជាបាននៅរស់ស្លាប់តែប្រមាណអ្នកតែប៉ុណ្ណោះរួចមកតាហ្នឹងក៏ស្រែកលើថាឲ្យបញ្ញាបញ្ញាអីចឹងទៅពួកគេហ្នឹងក៏បញ្ញាបញ្ញាឲ្យអរគុណទៅកាន់ស្ដេចកណ្ដាប់ដៃទេពអាអ៊ុយហ្នឹងពួកគេពេលដែលចាក់ចេញទៅហើយក៏មើលតែក្រោយទៅហាក់ដូចជាព្រៃហ្នឹងវាមានជីវិតអញ្ចឹងលោកអាអ៊ុយត្រឡប់ទៅភ្នំឆាំងប៉ៃវិញហើយក៏ឃើញមនុស្សម្នាក់គេបាននិយាយថានេះដូចជាខុសពីអ្វីដែលពួកគេបានសន្យាគេសួរថាក្រែងថាឯងមិនទៅរញ៉េរញ៉ៃទេអីគេនោះក៏ឆ្លើយមកវិញថាពួកគេបានទៅអស់ហើយអាប៉ែនោះក៏បន្តនិយាយទៀតអ្នកនរគ្នាមើលទៅកាន់រូបរាងប្រហែលជាដឹងថាជាណាគេខ្ញុំមើលតែប៉ុណ្្នឹងដឹងហើយអ្នកនរគ្នាមើលកន្លែងថ្មិញគេនោះនិយាយមកពិតជាគួរឲ្យរំជួលចិត្តមែនប្រហែលជាឯងចង់ជួយពួកគេត្រូវទេមើលទៅឯងចង់ទៅក្រោមនឹងហើយជួយពួកគេដល់ហើយតែឯងគិតថាឯងអាចទប់ទល់ដល់ប្រមាណទៀតបើមើលតែកាន់កន្លែងហ្នឹងទៅហាក់ដូចជាមានឈាមមាននៅដាវដែលប្រេះស្រាមជាច្រើនលោកអាអ៊ុយហ្នឹងក៏បាននិយាយថាចាំទៅកាន់ពាក្យសន្យាផងពាក្យសន្យាឯងនិយាយថាម៉េចព្រោះមកក៏ស្ទើរទៅកាន់លោកអាអ៊ុយព្រមតែនិយាយថានៅសល់តែ6ថ្ងៃទៀតនោះទេមិនដល់ថ្ងៃកំណត់10ឆ្នាំឯងនឹងស្លាប់ក្រោមដៃរបស់យើងហើយរំពេចនោះផងណាក៏ហាក់ដូចជាមានអ្វីមួយយ៉ាងហោះមកនៅលើមេឃនឹងអញ្ចឹងកំឡុងពេលហ្នឹងផងដែរ2គីឡូពីភ្នំឆាងប៉ៃឃើញថាកំបិតតែ6ហ្នឹងពួកគេបាននៅចិត្តហ្នឹងអាពេលនោះគេបាននិយាយទៅកាន់មេរបស់គេថាវាចូលជាង20ឆ្នាំហើយបិសាចហ្នឹងនៅតែបន្តការពារនៅទឹកដីកន្លែងហ្នឹងអាពេលនោះគេដឹងមែនកាល20ឆ្នាំមុនហ្នឹងគេធ្លាប់ជាកូនសិស្សនៅប៉ាក់ដាវកំបិតប៉ុន្តែគម្រោងការរបស់ពួកគេបែរជាបរាជ័យទៅវិញនៅក្នុងសង្គ្រាម20ឆ្នាំមុនហ្នឹងគេមិនភ្លេចនោះទេជាមួយនឹងសុបិនអាក្រក់មួយហ្នឹងនោះអ្នកទាំងអស់គ្នាមើលទៅកាន់រូបភាពដឹងហើយថានរណាជាអ្នកយកជ័យជំនះបានអ្វីនោះគឺបន្តថាគេខំមកពីតំបន់ពោធិ៍ឡាមកកន្លែងនេះឲ្យមុនទេវតាបិសាចតែរឿងឆ្ងល់ដែរមិនបានជាមូរីម៉ាឡៃយ៉ានមកដល់មុនពួកគេទៅវិញមើលទៅកម្លាំងហ្នឹងចូល30នៃ40%កម្លាំងទាំងមូលហើយកូនចៅនោះក៏សួរថាតើខាមូរីម៉ាឡៃហ្នឹងចង់មកយកស្នូធធាតុរបស់ខ្លាសដែរមិនមែនអាប៉ែនោះគេថាប្រហែលជាអញ្ចឹងហើយបើសិនជាពិតមែនពួកយើងមានតែចាំទៅកាន់ម្ចាស់កំបិតនោះទេហើយប្រាប់ទៅកាន់គាត់គឺថាស្ថានភាពបែបនេះគ្នារបស់គេតិចអញ្ចឹងมันអាចទប់ទល់រួចនោះទេអាប៉ែនោះក៏បន្តនិយាយទៀតថាឥឡូវហ្នឹងយើងមិនចាំបាច់ធ្វើអីឡើយយើងគ្រាន់តែឲ្យពួកគេប៉ះគ្នាទៅនរណាជាអ្នកចាញ់នឹងត្រូវបានម្ចាស់កំបិតសម្លាប់ហើយចាំរែថានរណាដែលអស់កម្លាំងធាតុអីហ្នឹងគឺនឹងត្រូវមេរបស់គេសម្លាប់ដូចជាព្រួយមួយបាញ់បានសัตว์ពីរអញ្ចឹងរឿងមកពួកគេនឹងក៏បាននិយាយពាក់ព័ន្ធជាមួយនឹងទ័ពមូរីម៉ាឡៃយ៉ាន
ហើយបែបដែលរំបងហ្នឹងគេថាមើលទៅបើសិនជាគម្រោងការរបស់ពួកគេចង់បាន Snow ធាតុហ្នឹងប្រហែលជាពួកគេត្រឡប់ទៅវិញប៉ុន្តែបើសិនជាគម្រោងការរបស់ពួកគេចង់មកបង្អាក់នៅគម្រោងការរបស់យើងពួកគេប្រហែលជានឹងរងចាំដើម្បីវាយឆ្មក់គម្រោងការរបស់គេនេះគេចង់ឲ្យទេវតាបិសាចហ្នឹងប៉ះជាមួយនឹងអាក់អួយនឹងតែម្ដងហើយអាប៉ែមួយដែលជាកូនចៅរបស់គេនឹងសួរថាតើលោកម្ចាស់គាត់ថានរណាគេអាចនឹងឈ្នះទៅគេនោះក៏ឆ្លើយថាគឺជាកណ្ដាប់ដៃទេពអាក់អួយសាយរឿងរបស់យើងក៏បានកាត់ទៅកន្លែងមួយ80គីឡូម៉ែត្រចេញពីភ្នំឆាងប៉ៃវិញកន្លែងហ្នឹងគឺជាទីតាំងដែលមូរីម៉ាឡាយិនពួកគេបានបោះជំរំហើយពួកគេនឹងធ្វើការផ្សះរបួសរបស់ពួកគេផងដែរនៅទីនោះសិតតាអ្នកខ្លាំងរបស់ពួកគេនឹងចាប់ផ្ដើមផ្សះរបួសអញ្ចឹងទៅប៉ុន្តែបើហូយន្តចានោះគេបាក់កទៅហើយអញ្ចឹងទៅមិនអាចផ្សះរបួសបានទៀតនោះទេគឺត្រូវស្លាប់នៅកន្លែងហ្នឹងហើយក៏មាននៅអង្គប្រជុំមួយដែរនៅក្នុងអង្គប្រជុំហ្នឹងពួកគេម្នាក់គឺមុខមិនសូវជាសប្បាយនោះទេតួអាចគិតថានឹងយកឈ្នះជាមួយនឹង combative divine អាអ៊ុយហ្នឹងឯងប៉ុន្តែបែរជាស្លាប់មនុស្សអស់ជាច្រើនទៅវិញពិតជាលទ្ធផលដែលពិបាកមែននៅក្នុងអង្គប្រជុំនេះក៏មិនដឹងនិយាយអំពីអ្វីនោះដែរលោកសង្ឃនោះគាត់ក៏បាននិយាយថាទោះបីជាពួកយើងស្លាប់មនុស្សអស់ជាច្រើនមែនប៉ុន្តែតាមគាត់ឃើញថាអ៊ុយហ្នឹងគេបានទុកឲ្យមនុស្សនៅសល់ជីវិតច្រើនណាស់គ្នារបស់គេនៅកន្លែងហ្នឹងក៏យល់អញ្ចឹងដែរពួកអីមានអារម្មណ៍ថាដូចជាអាក់អ៊ុយហ្នឹងចង់បញ្ឈប់ពួកគេកុំឲ្យចូលទៅក្នុងភ្នំហ្នឹងអញ្ចឹងពិតមែនសូម្បីតែយាយជីអីហ្នឹងក៏មានអារម្មណ៍អញ្ចឹងដូចគ្នាព្រោះអីឃើញថាអាក់អ៊ុយហ្នឹងមុននឹងវាប្រហែលទៅកាន់ពួកគេគាត់នឹងបានងាកទៅក្រោយប៉ុន្តែអាប៉ែនោះគេច្រឡោតគេថាយ៉ាងម៉េចគាត់ថាបីសាច់នោះគេទុកជីវិតឲ្យពួកយើងមិនមែនសម្រាប់គ្នាយើងអស់មកកណ្ដោអ្នកហើយឥឡូវគិតល្អចំពោះគេទៀតអីលោកសង្ឃហ្នឹងក៏បានតបទៅវិញថានេះក៏ជាការគិតរបស់គាត់នោះទេពេលហ្នឹងដែរអាប៉ែម៉ែកនោះគេក៏ចូលមកនិយាយជាមួយដែរគេថាគិតរៀងរាក់ពេកហើយអីលោកម្ចាស់ទាំងឡាយព្រោះអីគេនោះពិតជាសម្រាប់គ្នាយើងអស់ច្រើនមែនប៉ុន្តែមនុស្សម្នាក់នោះដែលជា master ដែរហ្នឹងគេបាននិយាយថាលោកមេក្រុមមេក្រុមគឺគ្រាន់តែជាអ្នកដែលស្នងតំណែងលោកមេក្រុមកាំងនោះទេហើយតំណែងហ្នឹងក៏មិនស័ក្តិសមចូលមកលូកមាត់ជាមួយនឹងពួកយើងដែរលោកគិតថាលោកអាចនិយាយតាមដែលលោកចង់និយាយមែនទេឬបែបហ្នឹងគេនៅក្នុងចិត្តហ្នឹងគេរៀងពិបាកធំតិចព្រោះអីឃើញអ្នកទាំងអស់គ្នាហ្នឹងនិយាយដូចជាមិនចង់បុកចូលកន្លែងហ្នឹងនោះទេហើយវាខូចជាមួយនឹងគម្រោងការរបស់គេក៏សុំទោសទៅប៉ុន្តែតាមដែលគេមើលឃើញហ្នឹងគួរតែផ្ដល់តម្លៃឲ្យមនុស្សដែលបានស្លាប់ផងណាមួយនៅក្នុងក្រុមរបស់គេហ្នឹងសុទ្ធតែមាននៅក្រុមគ្រួសាររៀងខ្លួនហើយ Master ហូយន្តចាហ្នឹងក៏ត្រូវបានស្លាប់នៅកន្លែងហ្នឹងដែរដោយសារតែគេបានឲ្យពួកយើងនឹងចាក់ចេញមកនៅមានជីវិតខ្លះពុំមែនមានថាគេមិនបានសម្លាប់ក្រុមរបស់ពួកយើងនោះទេនិយាយចឹងហើយ Master ដែលបានថាឲ្យគេលើកមុនហ្នឹងទុកមុខក្តៅតែម្ដងព្រោះឯមនុស្សណានេះនិយាយមកដូចជាមិនគ្រប់ទៅកាន់គេអញ្ចឹងព្រះសង្ឃនោះក៏បាននិយាយមកថាអ្វីដែលគេហ្នឹងនិយាយក៏វាមានចំណុចត្រូវដែរ Master មួយទៀតហ្នឹងគាត់ក៏លូកមកថាគាត់គ្រាន់តែនិយាយទេអាចនឹងមានបញ្ហាអីមួយទៀតនៅខាងក្នុងនឹងផងដែរព្រោះអីចំហាយពីឃាតដែលគាត់បានដឹងមកហ្នឹងគឺមិនមែនចេញមកពីលោកអាអ៊ុយនឹងឡើយអាប៉ែនោះគេមកថាឲ្យទៀតគេថាយ៉ាងម៉េចរាក់ពេកហើយមែនពិតជាគិតល្អពេកទេអីគិតថាក្រុមដំបងរបស់ពួកយើងដែលធ្វើដំណើរទៅកន្លែងហ្នឹងត្រូវបានស្លាប់ដោយសារអ្នកផ្សេងមិនមែនអាអ៊ុយហ្នឹងទេរួចមកអាប៉ែនោះដែលជាខាងផ្សេងណាបាននិយាយមកថាគេនឹងធ្វើពុតសន្លប់ធ្វើអីហើយខ្លួនឯងនឹងអត់ខុសខ្លាំងទេអីនិយាយទៅរៀងឆ្លោះគ្នាតែម្ដងរហូតតតា First Master ហ្នឹងគាត់លូកមាត់ចូលគាត់ថាពួកយើងអត់មានពេលច្រើននោះទេហើយដោយសារតែគម្រោងទាំងពីរហ្នឹងត្រូវបានបរាជ័យអស់ហើយពួកយើងត្រូវតែធ្វើការជាមួយនឹងគម្រោងចុងក្រោយដែលអ្នករៀបក្បួនហ្នឹងគាត់បានរៀបចំឲ្យអ្នកទាំងអស់គ្នាហ្នឹងក៏គិតថាយកព្រមធ្វើអញ្ចឹងគម្រោងការរបស់ពួកគេហ្នឹងចង់ឲ្យ UO របស់យើងហើយនឹងអាអ៊ុយហ្នឹងប៉ះគ្នាហើយពួកគេគិតថាអាអ៊ុយហ្នឹងមានក្រុមដែរដើម្បីប៉ះជាមួយនឹង UO អញ្ចឹងពេលដែលប៉ះទៅគឺពួកគេនឹងទៅសេរីអ្នកថ្នាក់លើនៅក្នុងក្រុមរបស់ទេវតាបិសាចអីប៉ុន្តែឃើញថាអាអ៊ុយហ្នឹងគេមកតែឯងនោះទេនិយាយឲ្យស្រួលស្ដាប់ទៅគឺពួកគេចង់ឡុក UO ហ្នឹងឯងមួយសន្ទុះក្រោយមកសម្លេងមួយក៏បានបន្លឺឡើងគម្រោងការល្អដល់ហើយណោះម្នាក់គ្រាន់តែលើអញ្ចឹងភ្លាមស្រន់ស្លោមើលចុះមើលឡើងក៏ឃើញថា UO ហ្នឹងគេបានបង្ហាញខ្លួនតាមរយៈការបង្ហាញមកម្ដងបន្តិចហើយដូចជារាងកាយរបស់គេហ្នឹងត្រូវបានបំបាំងចំពោះមុខពួកគេអញ្ចឹងហើយពួកគេទាំងអស់គ្នានឹងសិតតែអ្នកខ្លាំងប៉ុន្តែមិននឹកស្មានថាមិនដឹងថា UO មកដល់កន្លែងនេះនោះទេព្រោះមក UO ហ្នឹងគេបាននិយាយថាពេលនេះអ្នករាល់គ្នាកំពុងតែរៀបចំល្បិចដាក់ខ្ញុំទេ
បើចង់បានរបស់គេគួរតែដឹងថានឹងត្រូវទទួលបានអីមកវិញហើយសាច់រឿងរបស់យើងក៏បានកាត់ទៅមួយអាទិត្យមុននៅខៃហ្វឹងនឹងផងដែរក៏ឃើញមនុស្សពីរនាក់ហ្នឹងធ្វើដំណើរមកហើយអ្នកកាន់កាប់នៅកន្លែងហ្នឹងគឺជាមេប៉ាទ្វារ9ហើយគេហ្នឹងនិយាយទៅប៉ាក្រោមប៉ាបិសាចនោះទេដែលមានទីតាំងនៅខៃហ្វឹងហ្នឹងឯងឈ្មោះអ្នកកាន់កាប់ហ្នឹងឈ្មោះថាគូឈូយ៉ុងគេពេលដែលឃើញអ្នកទាំងពីរមកអញ្ចឹងក៏បានគ្រប់ហើយសួរថាតើលោកមេប៉ាបានបញ្ជូនមកមែនទេរួចមកអ្នកទាំងពីរហ្នឹងក៏បាននិយាយថាគ្រាន់តែជាការសម្រេចចិត្តរបស់គាត់តែប៉ុណ្ណោះពេលដែលលើអញ្ចឹងហើយគេរៀងភាំងបន្តិចព្រោះអីព្រឹទ្ធាចារ្យវ៉ាន់គាត់ជាអ្នកកាន់កាប់នៅប៉ាងងឹតនោះទេមិនបានមកនៅកន្លែងហ្នឹងទៅវិញហើយអត់មានការបញ្ជាមកពីទេវតាបិសាចផងហ្នឹងប៉ុន្តែពេលតែគេឆ្ងល់អញ្ចឹងទៅព្រឹទ្ធាចារ្យហ្នឹងគាត់ក៏បានដកក្តារមួយមកនេះគឺជាក្តារបង្ហាញអំពីអំណាចបញ្ជារបស់យូអ៊ុនពេលដែលគេឃើញអញ្ចឹងទៅអ្នកទាំងពីរហ្នឹងក៏បានអន់គ្រប់ទៅកាន់ព្រឹទ្ធាចារ្យទាំងពីរហើយទទួលយកនៅបញ្ជាមួយហ្នឹងគេបានប្រាប់ថានេះគឺជាបញ្ជាដែលទេវតាបិសាចបញ្ជាគេឲ្យមកដោយប្រញាប់ជាពិសេសសម្រាប់ថ្ងៃនេះនឹងឯងតើឮថាបញ្ញាំអញ្ចឹងក៏ពាក់ព័ន្ធជាមួយអីទៅគេសួរតើពាក់ព័ន្ធជាមួយនឹងមូរីម៉ាឡាយ៉ានមែនទេពួកគេបានប្រាប់ថាពួកគេបានបញ្ជូនដំណឹងទៅកាន់ទីតាំងកណ្ដាលហើយតើទាំងទីតាំងកណ្ដាលទាំងសមុទ្រខាងជើងប៉ុន្តែពួកគេនឹងអត់ទាន់បានការឆ្លើយតបមកវិញនោះទេរួចមកអ្នកទាំងពីរក៏បានឆ្លើយទៅវិញថាលោកប្រហែលជាមិនដឹងទេខៃហ្វឹងត្រូវបានពួកគេបិទព័ត៌មានទៅហើយឬបែបហ្នឹងអប៉ាហ្នឹងឡើងភាំងតែម្ដងប្រជាវ៉ាន់ក៏កលេចទៅកាន់មនុស្សម្នាក់ទៀតដែលជាមនុស្សចំណិតរបស់គេនោះក៏បានមកគោរពទៅកាន់ព្រឹទ្ធាចារ្យវ៉ាន់នឹងតែម្ដងគេថាសូមគោរពទៅកាន់ព្រឹទ្ធាចារ្យវ៉ាន់ខ្ញុំមេក្រុមរងនៃប៉ាក់ងងឹតយកស៊ីមយុងសូមគោរពទៅកាន់លោកមេប៉ាក់នៅឯនោះគ្នាអាប៉ែហ្នឹងគឺជាកូនចៅរបស់ព្រឹទ្ធាចារ្យវ៉ាន់នឹងឯងប៉ុន្តែព្រឹទ្ធាចារ្យវ៉ាន់ហ្នឹងក៏គេមានប៉ាក់ងងឹតរបស់គេដែរហ្នឹងគេដូរអ្នកនរគ្នាច្រឡំអីចឹងទៅពេលខ្លះហៅព្រឹទ្ធាចារ្យពេលខ្លះហៅលោកមេប៉ាក់រួចមកអាប៉ែនោះក៏បានឆ្លើយទៅកាន់អាប៉ែមួយទៀតហ្នឹងដែលកាន់កាប់នៅខៃហ្វឹងហ្នឹងគេថាគេសុំទោសផងគេមិនអាចបង្ហាញអត្តសញ្ញាណបាននោះទេទេវតាបិសាចជាអ្នកបញ្ជាគេព្រឹទ្ធាចារ្យវ៉ាន់ហ្នឹងក៏បានប្រាប់ថាគេជាអ្នកបញ្ជូនឲ្យមនុស្សម្នាក់ហ្នឹងមកកាន់ខៃហ្វឹងដើម្បីបង្កើតជាទីតាំងរបស់ពួកគេនៅកន្លែងហ្នឹងឯងរួចមកព្រឹទ្ធាចារ្យវ៉ាន់ហ្នឹងក៏បានសួរព័ត៌មានតើមានបានបញ្ជូនមនុស្សទៅកាន់ប៉ាក់អីឬទេគេបានប្រាប់ថាគេពិតជាបានបញ្ជូនទៅប៉ុន្តែមនុស្សដែលគេបានបញ្ជូនទៅហ្នឹងដូចជាអត់មានព័ត៌មានត្រឡប់មកវិញឡើយហើយនេះរយៈពេលចូលទៅ5ថ្ងៃជាងទៅហើយឬបែបហ្នឹងគេនោះក៏ដឹងថាមើលទៅប្រហែលជាស្នាដៃរបស់យូប៊ូមរីយ៉ូជាអ្នកដែលរៀបចំក្បួននៅមូរីម៉ាឡាយ៉ានឹងឯងគេបានបង្កប់មនុស្សដើម្បីប្រមូលព័ត៌មានដែរប៉ុន្តែមើលទៅឃើញថាអត់មានអីចឹងដឹងតែមានរឿងកើតឡើងហើយដំបូងគេគិតថាពួកហ្នឹងទៅរៀបចំប៉ះពាល់ជាមួយនឹងបកបិតទាំង6ឯងប៉ុន្តែឥឡូវបែរជាអញ្ចឹងទៅវិញគេនោះក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យវ៉ាន់ថាតើព្រឹទ្ធាចារ្យវ៉ាន់មិនដឹងទេអីឬក៏លោកមេប៉ាក់ហ្នឹងមិនដឹងទេអីថាមូរីម៉ាឡាយ៉ានរៀបចំកងទ័ពដើម្បីបញ្ចេញទៅនេះឬបែបហ្នឹងម្នាក់រៀងភាំងបន្តិចពួកអីព័ត៌មានហ្នឹងមិនទាន់បានទៅដល់ពួកគេមែនហើយកងទ័ពដែលរៀបចំហ្នឹងគឺអ្នកនេះដូចដឹងអញ្ចឹងពួកគេរៀបចំកងទ័ពទៅពីកន្លែងហ្នឹងឯងហើយរួចមកហ្នឹងពួកគេក៏បាននិយាយគ្នាទៅទើបដឹងថាបែងចែកជា2ទី1ទៅតំបន់ខាងជើងឈៀងខាងកើតទី2ទៅតំបន់ខាងត្បូងឈៀងខាងកើតតើលើបែបហ្នឹងព្រឹទ្ធាចារ្យយន្តហ្នឹងគាត់មានការខឹងស្អប់ជាខ្លាំងហេតុអីបានជាពួកគេសម្លាប់ជនបង្កប់របស់ពួកគាត់អញ្ចឹងចំណែកប្រជាវ៉ាន់វិញពេលដែលឃើញថានិយាយទៅទ័ពរបស់មូរីម៉ាឡាយ៉ាននៅជាងណាហ្នឹងពួកគេអត់បានធ្វើមានចលាចលអីនោះទេអញ្ចឹងមានន័យថាពួកគេធ្វើមកហ្នឹងកុំឲ្យខាងបកបិសាចហ្នឹងដឹងថាពួកគេធ្វើអីទេប៉ុន្តែពួកគេហ៊ានមករយេរញ៉ៃជាមួយនឹងបណ្ដាញព័ត៌មានរបស់បកបិសាចផងគាត់ហ្នឹងរៀងខឹងដែរព្រឹទ្ធាចារ្យវ៉ាន់ក៏បន្តថាមើលទៅមូរីម៉ាឡាយ៉ានចាត់ទុករឿងនេះជារឿងស្លាប់រស់ហើយមូលហេតុដែលពួកគេមិនបានវាយប្រហារនៅខៃហ្វឹងហ្នឹងក៏ដោយសារតែបរិបទពួកយើងគឺជាសាសនានៃជាតិផងដែរអញ្ចឹងហើយបានជាពួកគេត្រឹមតែបិទព័ត៌មាននោះហើយបើគិតទៅពួកគេដឹងថាជំរើសនេះគឺវាបែបលឿនអញ្ចឹងអាចនឹងមានរឿងអីហើយណាមួយវាអាចពាក់ព័ន្ធជាមួយនឹងកូនទាំងពីររបស់មេមូរីម៉ាឡាយ៉ានផងដែរប៉ុន្តែពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់នេះប្រជាវ៉ាន់គាត់ដឹងតែត្រឡប់ទៅវិញឯងព្រោះអីលេងពាក់ព័ន្ធជាមួយនឹងបណ្ដាញព័ត៌មានបកងឹតរបស់គាត់មិនឲ្យឆាវនោះទេត្រឡប់មកកាន់មួយអាទិត្យក្រោយមកវិញឃើញថាបន្ទាប់ពីយូអូននឹងគេបង្ហាញខ្លួនអាប៉ែម៉េកនោះគឺឡើងភាំងតែម្ដងគេខំបិទព័ត៌មានអស់ហើយហេតុអីបានជាមកអញ្ចឹងទៅវិញ
សូម្បីតែ Blue Heaven Society របស់គេហ្នឹងក៏មានការចូលរួមក្នុងការបិទព័ត៌មានហ្នឹងដែរ